ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបានមកចែករំលែកពីស្លឹកត្របែកចាបងប្អូនណាចែកគ្នាដឹងបងប្អូនពូកែស័ក្តិសិទ្ធិណាគឺជាឱសថទឹកមួយដ៏អស្ចារ្យយកមកធ្វើថ្នាំព្យាបាលជំងឺទី1ព្យាបាលជំងឺបេះដូងទី2ជំងឺសរសៃឈាមបេះដូងទី3ដាច់សរសៃឈាមខួរក្បាលទី4ជួយការពារជំងឺផ្សេងៗមិនឲ្យឆ្លងមកនៅក្នុងខ្លួនរបស់យើងបានជាដាច់ខាតទី5ជួយគ្រប់គ្រងជាតិស្ករនៅក្នុងឈាមទី6ជួយការពារប្រព័ន្ធរំលាយអាហារទី7ដំបៅក្រពះទី8ទល់លាមកទី9ជួយឲ្យភ្នែកយើងភ្លឺបានល្អថែមទៀតវិធីប្រើប្រាស់ថ្នាំវិញម្ដងទៅបេះស្លឹកត្របែកបន្ទាប់មកយកទៅលាងសម្អាតទឹកឲ្យបានស្អាតត្រឹមត្រូវរួចយកទៅហាលឲ្យស្ងួតយកចំនួន35ក្រាមដាក់ដាំជាមួយទឹក2លីត្ររំងាស់ឲ្យបាន15នាទីពេលទទួលទានវិញមួយថ្ងៃទទួលទានឲ្យអស់ណាបងប្អូនព្យាយាមទទួលទានចាប់ពី7ទៅ10ថ្ងៃអាការៈនឹងបានជាធូរស្បើយជាពំខានបងប្អូននឹកស្មានថាស្លឹកត្របែកពូកែស័ក្តិសិទ្ធិដល់ម្លឹងសោះ